លោកនៅនាងជាទីមេត្រីអ្នកភូមិលពីងហៅការចុះផ្សាយរបស់កាសែតក្នុងស្រុកថាកំពុងបំភ្លៃព័ត៌មានពិតចំពោះបញ្ហាចំនួនដីធ្លីរវាងក្រុមអ្នកភូមិនិងក្រុមហ៊ុន KDC ការលើកឡើងនេះគឺបន្ទាប់ពីកាសែតក្នុងស្រុកមួយចំនួនដកស្រង់សម្ដីអ្នកសង្កេតការណ៍ឯករាជ្យដែលមើលឃើញថាអ្នកភូមិលពីងនាំគ្នាធ្វើដំណើរដោយថ្មើរជើងចេញពីភូមិដែលស្ថិតក្នុងឃុំតាចេះស្រុកកំពង់ត្រឡាចមករកអន្តរាគមន៍ពីរដ្ឋាភិបាលនៅភ្នំពេញនោះថាជាការសម្ដែងល្ខោនបំភាន់ភ្នែកមហាជនដោយមានអ្នកគាំទ្រសម្ដែងជាក្រុមអង្គការសង្គមស៊ីវិលនិងបកប្រឆាំងនៅពីក្រោយអ្នកស្រីអុកសាវរីរាយការណ៍តំណាងអ្នកភូមិលពីងដែលបដិសេធការផ្សាយរបស់កាសែតក្នុងស្រុកអះអាងថាពួកគាត់បានឡើងមករកអន្តរាគមន៍ពីរាជរដ្ឋាភិបាលគឺដោយសារពួកគេរងទុក្ខវេទនាពីការធ្វើបាបរបស់ក្រុមហ៊ុននិងអស់ជំនឿលើអាជ្ញាធរពាក់ព័ន្ធជាពិសេសតុលាការខេត្តកំពង់ឆ្នាំងអ្នកស្រីអ៊ុំសុភីតំណាងអ្នកភូមិលពីងថ្លែងថាការចុះផ្សាយរបស់កាសែតគឺជារឿងមិនពិតបាត់មូលហេតុដែលអ្នកភូមិលពីងឡើងភ្នំពេញនេះគឺដោយសារពួកគាត់ត្រូវក្រុមហ៊ុនព័ទ្ធមិនឲ្យចេញពីផ្ទះមិនអាចប្រកបរបរចិញ្ចឹមជីវិតបានអ្នកស្រីបន្តថាអ្នកភូមិឡើងមកភ្នំពេញបានដោយលួចចេញតាមព្រៃអ្នកស្រីអ៊ុំសុភីបន្តទៀតថាក្រុមហ៊ុនចាប់ប្តីគាត់ឈ្មោះស្ងួនញឿនថាជាមេខ្លោងឆ្នៃគ្រាប់បែកជំពាមដែកនិងកាំភ្លើងខ្យល់បាញ់លើកម្មករក្រុមហ៊ុន KDC ឲ្យរបួសច្រើនអ្នកហើយប៉ូលីសខេត្តកំពង់ឆ្នាំងបានចុះឆែកឆេរនៅផ្ទះគាត់អ្នកស្រីថាបើប្តីគាត់ជាអ្នកឆ្នៃគ្រាប់បែកជំពាមដែកនិងកាំភ្លើងខ្យល់ម្លេះប៉ូលីសពិតជាចាប់ប្តីគាត់តាំងពីពេលនោះមិនមែនមកចាប់ប្តីគាត់នៅកណ្ដាលផ្លូវកំពុងដើរមករកការតវ៉ានៅភ្នំពេញទេរាជអាជ្ញាលោកមេងស្រុនក៏គាត់បានចុះទៅឆែកឆេរផ្ទះខ្ញុំដែរហើយអត្តការលោកហ៊ុលវាសនាក៏បានចុះទៅឆែកឆេរផ្ទះរបស់នាងខ្ញុំដែរមិនឃើញមានអាវុធចាយឆ្នៃអីទេទៅហើយរ៉េតបានទៅកាសែតរដ្ឋស្វ័យកម្ពុជាចុះចោទប្រកាន់មកលើប្តីនាងខ្ញុំអញ្ចឹងគឺមិនមែនជាការពិតទេប្តីរបស់នាងខ្ញុំត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃអង្គារទី12ហ្នឹងបាត់ហើយដោយសារមានការបន្តហើយសមត្ថកិច្ចប្រាអំពើហិង្សាមកលើប្រជាពលរដ្ឋរបស់ពួកខ្ញុំយ៉ាងសាហាវជាទីបំផុតពីបីដូចពួកខ្ញុំហ្នឹងគឺជាសត្វធាតុអញ្ចឹងចាប់ពួកខ្ញុំវាយពួកខ្ញុំឲ្យរងរបួសមិនព្យាបាលពួកខ្ញុំមុនទេចាប់ពួកខ្ញុំដាក់ពន្ធនាគារយ៉ាងណាស់ក្លំវាយពួកខ្ញុំធ្វើបាបពួកខ្ញុំមកវាយពួកខ្ញុំចាក់ចោលអស់គឺសាហាវណាស់យកដំបងយកខែមកវាយពួកខ្ញុំលើដៃទេគ្មានអ្វីតបតនឹងគេវាយមិនគិតតែក្មេងឬកាចាទេកាសែតក្នុងស្រុកបានចុះផ្សាយកាលពីថ្ងៃទី15ខែសីហាថាអ្នកភូមិដែលមានក្រុមអង្គការសង្គមស៊ីវិលនិងបកប្រឆាំងនៅពីក្រោយបានឡើងមកភ្នំពេញសម្ដែងល្ខោនបំភាន់មតិសាធារណជនឲ្យយល់ច្រឡំអំពីរឿងចំនួនដីធ្លីនៅលពីងលើសពីនេះកាសែតបញ្ជាក់ទៀតថាក្នុងចំនួននាពេលកន្លងមកអ្នកភូមិបានបង្កើតគ្រាប់បែកឆ្នៃជាអាវុធបង្កឲ្យរបួសកម្មករច្រើនអ្នកដែលអ្នកភូមិត្រូវទទួលខុសត្រូវចំពោះមុខច្បាប់វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីស្ថាប័នកាសែតក្នុងស្រុកដើម្បីតបទៅនឹងការបដិសេធរបស់អ្នកភូមិលពីងបានទេនៅថ្ងៃទី15ខែសីហាពាក់ព័ន្ធនឹងការចោទប្រកាន់អ្នកភូមិនេះអធិការស្រុកកំពង់ត្រឡាចលោកហ៊ុលវាសនាមានប្រសាសន៍នៅក្នុងនាមជាអាជ្ញាកណ្ដាលនៅថ្ងៃទី15ខែសីហាថាលោកនិងមន្ត្រីក្រមអាវ៉ាតបានចូលទៅឆែកឆេរលំនៅអ្នកស្រីអ៊ុំសុភីនិងលោកស្ងួនញឿននៅពេលឆែកឆេររកមិនឃើញផលិតផលសម្រាប់ឆ្នៃគ្រាប់បែកទេតែបានឃើញចំពាមកៅស៊ូនិងដបសាំងដែលបើកគម្របចោលអស់គុណភាពចំហេះទៅហើយតាមមកឆែកឆេរទៅឆែកឆេរមិនឃើញអីទេមិនឃើញតែពាងកៅស៊ូពីដបសាំងតាបោះណាដល់ទៅឡងមកតែគាត់សតប្រើណាតំណាងក្រុមហ៊ុន KDC លោកថៃហ៊ីបដិសេធកន្លងមកមិនធ្វើអត្ថាធិប្បាយជុំវិញករណីចំនួនដីនៅភូមិលពីងទេប្រជាពលរដ្ឋភូមិលពីងចំនួន5នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនិងមួយចំនួនទៀតត្រូវសាលាដំបងខេត្តកំពង់ឆ្នាំងបន្តក៏ហៅឲ្យចូលបំភ្លឺក្នុងរឿងរស់នៅពាក់ព័ន្ធដីក្រុមហ៊ុន KDC នេះតំណាងអ្នកភូមិបញ្ជាក់ទៀតថាដោយសារតែចំនួនដីអូសបន្លាយមិនអាចរកដំណោះស្រាយនេះធ្វើឲ្យអ្នកភូមិបាត់បង់មុខរបរបាត់បង់ផ្ទះសម្បែងដីធ្លីបាក់បែកគ្រួសារហើយមូលហេតុចម្បងដែលនាំឲ្យប្រជាពលរដ្ឋបន្តការតវ៉ាគឺក្រុមហ៊ុនតែងតែដាក់សម្ពាធបង្ខំឲ្យពួកគាត់ទទួលយកសំណងដែលពុំសមស្របតាមតម្លៃនៅទីផ្សារនាងខ្ញុំអុកសាវរីវិទ្យុអាស៊ីសេរីភ្នំពេញ